ok nè tụi này chứ ngàyนี้មាន D8 Pro controller brand របស់ BSP ចឹងពីក្នុងប្រអប់វាមានជើងត្រនេះពីរនេះត្រគៀបជាមួយនឹង controller នេះដាក់ឲ្យមើលតែម្ដងសម្រាប់យើងដាក់ទុកមួយទូរស័ព្ទអីចឹងកុំឲ្យវាធ្លាក់ទៅជ្រៅពេកអញ្ចឹងណាដាក់ចឹងមកអញ្ចឹងយើងដាក់វាអញ្ចឹងហ្នឹងហើយដើម្បីយើងដាក់ទូរស័ព្ទចូលមកអូខេនេះចឹងនេះសាយវាធំទាំងអស់គ្នាសាយវាដាក់បានដល់ tablet អានេះយើងដាក់ទូរស័ព្ទចូលអញ្ចឹងវាមកជាមួយនឹងD-pad នេះមួយដែរនេះអានេះយើងអាចដូរបាននេះcònនេះមកហើយដាក់នេះចូលវិញដាក់នេះស្រួលលេងអ្នកនរគ្នាស្រួលកោចឹងមកមួយ cable មួយដែរខ្សែសាករបស់វាហើយជាមួយនឹងសភៅណែនាំចឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបនៃការភ្ជាប់លេងជាមួយនឹងទូរស័ព្ទ Android ហ្នឹងហើយអូខេឥឡូវយើងដាក់គៀបទូរស័ព្ទជាមួយនឹងដៃហ្គេមយើងហើយតោះមកយើងបើក control យើងបើកវាជាដៃ Xbox យើងចុច R1 ហើយជាមួយនឹងប៊ូតុង power នេះអូខេអញ្ចឹងលើភ្លើងញាប់បែបនេះអ្នកនរគ្នាតោះមកយើងចូលទៅកាន់ device របស់យើងចូល Bluetooth នេះវាចេញជាប្រភេទដៃ Xbox ឲ្យយើងតែម្ដងនេះអញ្ចឹងយើង connect វាមកចុចលើវាមួយហើយ allow ហើយយកពាក្យ pair ចឹងជាដំបូងខ្ញុំតេស្តទៅលើ game PSP អ្នកនរគ្នាមើលអូខេចឹងខ្ញុំចូលទៅកាន់ game PSP នេះចឹងយើងចេះ connect ហើយយើងត្រូវចេះសេរី control នៅលើ emulator របស់យើងដែរចឹងយើងចូលកាន់ setting មកយកពាក្យ control តោះមកយកពាក្យ control mapping អញ្ចឹងដើម្បីឲ្យ make sure ថាយើងសេរីវាឲ្យត្រូវជាមួយ control យើងចង់លេងហ្មងណាអញ្ចឹងដូចឧទាហរណ៍គេបង្ហាញ D-pad up យើងចុចលើ D-pad up មកហើយយើងចុចកន្លែង D-pad របស់ control របស់យើងឡើងទៅលើ D-pad down D-pad down D-pad left D-pad left right O ស្មើនឹងអក្សរ B អូខេ start នៅកន្លែង start select នៅកន្លែង select L1 R1 ជាង analog នៅលើនេះ analog វាជាង analog up analog down left right អូខេយើងសេរីប៉ុណ្្នឹងហើយយើងចូលទៅតេស្តអូខេខ្ញុំតេស្តទៅលើ game បលាកាសមួយចាស់អូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញអញ្ចឹងនៅខេលើហ្នឹងអ្នកវាដើរទាំងអស់គ្នាវាដើរត្រូវឡើងលើចុះក្រោមត្រូវទាំងអស់នេះចឹងតើយើងអាចលេងបានហើយងាយស្រួលក្នុងការសេរីអញ្ចឹងឥឡូវយើងចូលទៅកាន់ពួក game PS2 ម្ដង PS2 មកតោះមកខ្ញុំយក game បលាកាសដូចគ្នាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងឥឡូវយើងចុចអីក៏វាអត់ស្គាល់ដែរដោយសារតែយើងអត់ទាន់សេរីវាអញ្ចឹងយើងក៏វាមកខាងស្ដាំមួយមកហើយយើងរើ setting មកវាតោះមកយើងចូលកាន់ control ហើយយើងយកពាក្យ control 1កន្លែង auto mapping នេះអ្នកនរគ្នានេះកន្លែង auto mapping នេះយើង select Xbox ហ្នឹងមកប៉ុណ្ណឹងជាការស្រេចហើយបើយើងចង់ឲ្យ make sure ដូចមិញដូច PSP អញ្ចឹងយើងចុចដូចគ្នានឹងមកនេះចុចដូចគ្នាមកចុចតាមវាអញ្ចឹងមកហ្នឹងហើយចុចរហូតទៅហ្នឹងហើយចុចរហូតទៅយើងអាចលេងបានហើយចឹងចូលទៅ game តេស្តអ្នកនរគ្នាមើលចឹងចូលដល់ game ហ្នឹងដូចអ្នកនរឃើញអញ្ចឹងនេះវាស្គាល់ហើយវាអាចលេងបានហើយចឹងរបៀបភ្ជាប់ងាយទេអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមានចម្ងល់អីបន្ថែមទាក់ទងជាមួយនឹងការភ្ជាប់អ្នកនរគ្នាអាច comment ក្នុងវីដេអូនេះបានហើយបើសិនជាត្រូវការទាក់ទងជាមួយ controller ឬក៏ console handheld ម៉ាស៊ីន game អីអាចឆាតមក Facebook page ផ្ទាល់ឬក៏ Telegram ពួកយើងមាន
ជាច្រើនប្រភេទដើម្បីអ្នកនរគ្នាជ្រើសរើសហ្នឹងអរគុណជួបគ្នានៅវីដេអូក្រោយ